ដោយជាលោកម្ចាស់បាននិយាយអញ្ចឹងបោះបង់សុកទាំង6គឺដើម្បីដូរយកសេចក្តីសុខតាមព្រំដែនប៉ុន្តែកាត់ដីសំសុកនេះគឺជាវិធីអំជាទីបំផុតយើងមិនអាចធ្វើទៅបានទេខ្ញុំយល់ថាលើកនេះពួកស៊ីសេអុកលោកនៅតាមព្រំដែនមិនមែនចង់វាយយកសុកទាំង6ឬក៏វាយយកមហាសង្ឃទេពួកគេចូលចិត្តក៏វាយមិនចូលចិត្តក៏ចរចាគេបង្ករឿងដើម្បីបង្ខំឲ្យយើងចរចាដើម្បីបន្ថែមស៊ុយសារក៏ទៅឲ្យពួកគេតែប៉ុណ្ណោះលោកម្ចាស់បោះបង់សុកទាំង6ធ្វើឲ្យបាត់បង់អានុភាពជាតិធ្វើឲ្យកងទ័ពទាំងឡាយបាត់ទឹកចិត្តសុកទាំង6មិនមែនបានងាយទេគឺលះបង់ជីវិតមនុស្ស6សែននាក់ទើបអាចយកមកវិញបានហើយការចំណាយលើសុកទាំង6រាប់ម៉ឺនដំណឹងរឿងអីទៅបោះបង់ចោលដល់ងាយៗនោះបើបោះបង់សុកទាំង6ថ្ងៃក្រោយមហាសង្ឃអ្នកណាសុកចិត្តពលីដើម្បីការពារជាតិទៀតលោកនិយាយនេះចុកចោលថាយើងក្បត់ជាតិបេកទេលោកម្ចាស់កុំយល់ច្រឡំខ្ញុំគ្រាន់តែនិយាយនៅអ្វីដែលខ្ញុំមើលឃើញជាក់ស្ដែងតែប៉ុណ្ណោះហើយនិយាយទៅមើលហេតុអីយើងជំរុញការលក់ដូរជាមួយស៊ីសេឲ្យខ្លាំងជាងមុនស៊ីសេទាំងហូបចុកទាំងប្រាស់មិនអាចបាយពីមហាសង្ឃបានបើពង្រីកការរកស៊ីស៊ីសេនឹងយើងផ្លាស់ប្ដូរតំណែងទៅវិញទៅមកប្រជារាស្ត្រទាំងសងខាងទទួលផលប្រយោជន៍ពេលនោះប្រកាសជាបានសុខនៅពេលដែលបានសុខហើយតើប្រជារាស្ត្រចង់ធ្វើសង្គ្រាមទេការពុតស៊ីសេរੂរសារតែការលក់ដូរទើបមហាសង្ឃយើងខ្លាំងក្លាអញ្ចឹងសង្គ្រាមស៊ីសេដែលបង្កឡើងនោះកាន់តែមិនអាចទៅរួចយើងប្រើវិធីផ្លាស់ប្ដូរតំណែងគឺចង់ខ្លាំងជាងកងទ័ពរាប់លានអ្នកទៅទៀតយ៉ាងយូរណាស់តែប្រមាណ10ឆ្នាំកងទ័ពស៊ីសេនៅលីសាប់សូនស៊ឺនិយាយនេះត្រូវ